ទស្សនាវដ្តីអន្តរជាតិល្បីៗចំនួន2បានបញ្ចេញអត្ថបទវាចារណកថាថៃគ្រប់គ្រងមេឃកម្ពុជាគ្រប់គ្រងដីស្របពេលដែលកម្ពុជាកំពុងស្ថិតក្រោមការឈ្លានពានពីសំណាក់ថៃនេះដោយសារការប្រយុទ្ធក្នុងសមរភូមិថៃបានសម្រេចយកការវាយប្រហារតាមដែនអាកាសជាអាទិភាពយោងតាមការវិភាគពីអ្នកជំនាញយោធាអន្តរជាតិជំលុកព្រំដែននេះបានបង្ហាញពីស្ថានភាពតលយៈភាពអំណាចដ៏គួរឲ្យចាប់អារម្មណ៍និងកំពុងបន្តបង្ហាញឲ្យឃើញនៅតលយៈភាពយោធាមិនធម្មតាមួយរវាងប្រទេសជិតខាងទាំងពីរហើយតាមការដកស្រង់ចេញពីទស្សនាវដ្តី Military Watch Magazine ដែលបានចេញផ្សាយកាលពីថ្ងៃទី15ធ្នូ2025បានរៀបរាប់ថាកងទ័ពអាកាសថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 របស់ខ្លួនរយៈពេល7ថ្ងៃនៃការវាយប្រហារតាមដែនអាកាសយ៉ាងខ្លាំងទៅលើគោលដៅកម្ពុជាភាគីថៃបានប្រើប្រាស់កងទ័ពដែនអាកាសរបស់ខ្លួនជាខ្នងបង្អែកយ៉ាងរឹងមាំនៃប្រភេទយន្តហោះចម្បាំង F-16 ដែលត្រូវបានគេមើលឃើញថាមានសេរីភាពពេញលេញក្នុងប្រតិបត្តិការវាយប្រហារតាមដែនអាកាសដោយសារតែកម្ពុជានៅមានចន្លោះប្រហោងក្នុងប្រព័ន្ធការពារដែនអាកាសអ្នកវិភាគបានចាត់ទុកតំបន់នេះថាជាសមរភូមិនៃសង្គ្រាមដែនអាកាសដែលយន្តហោះស៊េរីចាស់ដូចជា F-16 នៅតែអាចបង្ហាញឫទ្ធិអំណាចបានយ៉ាងពេញទំហឹងទន្ទឹមនឹងនេះកងទ័ពអាកាសថៃបានទិញយន្តហោះនេះជាលើកដំបូងនៅដើមទសវត្សរ៍ឆ្នាំ1990ដែលត្រូវបានបញ្ជូនក្រោយសង្គ្រាមត្រជាក់របស់កងទ័ពអាកាសសហរដ្ឋអាមេរិកដោយមិនបានបញ្ជាក់ឆ្នាំច្បាស់លាស់នោះទេបន្ទាប់ពីនោះយន្តហោះ F-16 ចំនួន7គ្រឿងបន្ថែមទៀតត្រូវបានប្រគល់ជាជំនួយដោយប្រទេសសិង្ហបុរីក្នុងឆ្នាំ2005មានសំណួរលើកឡើងថាហេតុអ្វីបានជាថៃសម្រេចយកការវាយប្រហារតាមដែនអាកាសប្រភពដដែលបានបញ្ជាក់ថានេះគឺជាសង្គ្រាមសម័យទំនើបការវាយប្រហារតាមដែនអាកាសគឺជាការផ្ដល់នូវឧត្តមភាពផ្លូវដែនអាកាសដែលមិនអាចប្រៀបផ្ទឹមជាមួយនឹងយន្តហោះសម័យសូវៀតសេរីចាស់របស់កម្ពុជាដែលមិនអាចប្រកួតប្រជែងបាននោះទេប្រទេសកម្ពុជាពឹងផ្អែកលើប្រព័ន្ធរ៉ុកែតដែលមានមូលដ្ឋាននៅលើដីហើយខ្វះយន្តហោះចម្បាំងស៊េរីទំនើបនិងប្រព័ន្ធការពារដែនអាកាសរួមបញ្ចូលគ្នាដែលអនុញ្ញាតឲ្យមានការទម្លាក់គ្រាប់បែក F-16 ដោយគ្មានការរំខានដំណើរគ្នានេះទស្សនាវដ្តី 4B ដែលបានចេញផ្សាយកាលពីថ្ងៃទី6សីហា2025បានបញ្ចេញអត្ថបទមួយដែលមានន័យស៊ីជម្រៅគឺថាកម្ពុជាក៏មានឧត្តមភាពដែរគឺស្ដេចគ្រប់គ្រងដីថៃគ្រាន់តែកាន់កាប់ឥទ្ធិពលផ្លូវអាកាសតែប៉ុណ្ណោះចំណែកកម្ពុជារក្សាការគ្រប់គ្រងលើដីតាមរយៈកំភ្លើងដ៏កំណាចនិងបន្ទាយការពារដ៏រឹងមាំកងទ័ពជើងគោកកម្ពុជាបានបង្ហាញនូវសមត្ថភាពគួរឲ្យភ្ញាក់ផ្អើលតាមរយៈការប្រើប្រាស់យុទ្ធសាស្ត្រវាយឆ្មក់និងការបំពាក់នូវបច្ចេកវិទ្យាមីស៊ីលប្រឆាំងនឹងរថក្រោះចំនួនទី5ដូចជា GAM-102LR ជាដើមកងទ័ពថ្មើរជើងកម្ពុជាអាចគំទេចកងពលរថក្រោះទំនើបរបស់ថៃនិងបង្កការខាតបង់ជីវពលសត្រូវយ៉ាងធ្ងន់ធ្ងរកម្ពុជាមានប្រព័ន្ធបាញ់រ៉ុកែតចម្រុះដែលមានចម្ងាយបាញ់ឆ្ងាយនិងកំណត់គោលដៅបានល្អដូចជា BM-21 PHL-03 ដែលអាចបាញ់ស្រោចទៅលើកងទ័ពជើងគោកថៃបានយ៉ាងច្រើនសន្ធឹកសន្ធាប់ទន្ទឹមនឹងនេះកម្ពុជាក៏មានសមត្ថភាពសាងសង់ជំរកបន្ទាយនិងខ្សែត្រៀមការពារយ៉ាងរឹងមាំបទពិសោធន៍យុទ្ធសាស្ត្រព្រៃភ្នំដែលបានធ្វើឲ្យកងទ័ពកម្ពុជាក្លាយជារបងដែកដែលកងទ័ពជើងគោកថៃពិបាកនឹងរុលចូលដណ្ដើមយកភូមិសាស្ត្រសំខាន់បានជាដាច់ខាតអ្វីដែលតែពិសេសកងទ័ពថ្មើរជើងកម្ពុជាត្រូវបានគេទទួលស្គាល់ថាជាអ្នកជំនាញក្នុងយុទ្ធសាស្ត្រវាយឆ្មក់និងការប្រើប្រាស់ភូមិសាស្ត្រព្រៃក្រាស់ៗដើម្បីការពារខ្លួននិងវាយបកយ៉ាងរហ័សដែលថៃតែងតែគិតមិនឈប់ហើយនៅតែញញើតជាមួយបងវីរៈកងទ័ពដ៏អង់អាចក្លាហាននេះគឺជាផ្នែកមួយនៃកម្លាំងទ័ពជើងគោកកម្ពុជាដែលអ្នកវិភាគមើលឃើញថាកម្ពុជាមានសមត្ថភាពបំបិទមាត់សត្រូវក្នុងករណីមានការធ្វើសង្គ្រាមតាមទ័ពជើងគោកយ៉ាងណាក៏ដោយស្ថានភាពនេះត្រូវបានអ្នកជំនាញហៅថាសង្គ្រាមមិនសមាមាត្រទោះបីជាថៃអាចបំផ្លាញគោលដៅពីលើមេឃបានខ្លះប៉ុន្តែការសម្រេចចិត្តលទ្ធផលចុងក្រោយនៃសង្គ្រាមគឺស្ថិតនៅលើដីដែលនៅទីនោះកងទ័ពកម្ពុជាហាក់កំពុងកាន់កាប់វាឈ្នះយ៉ាងច្បាស់លាស់ស្ថិតក្នុងស្ថានភាពនេះខ្ញុំសូមចូលរួមលើកទឹកចិត្តនិងផ្ញើវីដេអូនេះជូនទៅដល់បងវីរៈកងទ័ពឲ្យមានស្មារតីមោះមុតនិងតតាំងជាមួយសត្រូវឲ្យឈ្នះគ្រប់ទិសទី